បាទជំរាបសួរបងប្អូនបាទជួបជាមួយនឹងពួកយើងម្ដងទៀតហើយបាទក្នុងកម្មវិធីផ្ទះបាយចល័តបាទ Kim KH Kitchen អូខេបាទអញ្ចឹងក្នុងសប្តាហ៍នេះគឺយើងមានមុខម្ហូបអីដែរបងចាក្នុងសប្តាហ៍នេះដែរគឺយើងបានទទួលការ sponsor ចាពីផ្ទះស្ដេចឃ្មុំចាយើងមានជាមួយនឹងប្រភេទជាឃ្មុំចាញ៉ាំស្ដៅជាមួយនឹងឃ្មុំអាំងអូចម្លែកប្លែកណាបងប្អូនធ្លាប់តែញ៉ាំឃ្មុំអាំងបាទរសជាតិរបស់ផ្ទះស្ដេចឃ្មុំតែថ្ងៃនេះគឺផ្ទះបាយរបស់យើងគឺយកឃ្មុំអាំងមកញ៉ាំជាមួយនឹងស្ដៅបាទគាត់ថារដូវនេះគឺរដូវស្ដៅបាទអញ្ចឹងបងអាចបញ្ជាក់បានទេថាតាក់ទងជាមួយនឹងឃ្មុំអាំងស្ដៅញ៉ាំស្ដៅហ្នឹងវាខុសប្លែកមិនបាទវាមិនហើយមានគ្រឿងផ្សំអីខ្លះគោលបាទចាសម្រាប់គ្រឿងផ្សំពាក់ព័ន្ធvớiការញ៉ាំឃ្មុំរបស់យើងគឺងាយបងប្អូនទាំងគ្នាគឺបន្លែនៅក្នុងស្រុកចាដូចដែលបងប្អូនបានឃើញស្រាប់ហើយចាយើងមានជាមួយនឹងចាស្ដៅបន្លែក្នុងស្រុករបស់យើងទាំងអស់សម្រាប់មួយមុខនេះគឺថាងាយមែនតើអ្វីដែលសំខាន់គឺយើងផ្ដោតទៅលើឃ្មុំតែម្ដងសម្រាប់បន្លែវិញគឺយើងប្រើបន្លែធម្មតាចាបន្លែក្នុងស្រុកយើងចាយើងយកគោលគឺឃ្មុំចាឃ្មុំជាមួយនឹងស្ដៅចាហើយបន្ទាប់បន្សំមកទៀតគឺបន្លែចាដូចដែលបងប្អូនបានឃើញនេះគឺនៅក្នុងថាសនឹងស្រាប់ចាបាទគេបងប្អូនឥឡូវដើម្បីសុវត្ថិភាពម្ហូបអាហាររបស់យើងមានអនាម័យគឺយើងប្រើសំដៃសិនបាទអញ្ចឹងតើតើជាមួយនឹងមុខម្ហូបថ្ងៃនេះគឺរៀងប្លែកបាទគឺញ៉ាំស្ដៅខ្ញុំនិយាយទៅគឺយើងធ្វើរបៀបគេថាជាមួយនឹងមេនុយបែបថ្មីប្លែកបាទជាមួយនឹងការច្នៃប្រឌិតថ្មីបាទអញ្ចឹងថ្ងៃនេះឃើញថាតួអង្គឯករបស់យើងគឺឃ្មុំបាទឃ្មុំម្ដុំប៉ុណ្នេះគឺសម្រាប់យកអាំងញ៉ាំជាមួយស្ដៅបាទស្ដៅជាពិសេសយើងមានស្ដៅសម្រាប់ដៃបន្លែគឺយើងមានស្ដៅនេះចាបាទយើងមានជាមួយនឹងស្ពៃក្តោបចាស្ពៃក្តោបយើងមានពីរមុខស្ពៃក្តោបយើងប្រើជាមួយនឹងក្តោបពណ៌ស្វាយចាក្តោបពណ៌ស្វាយហើយនឹងក្តោបពណ៌សចាហើយក៏យើងចាយើងមានជាមួយនឹងស្ពៃបូកគោយើងមានជាមួយនឹងតសក់បងប្អូនទាំងគ្នាណាចាគឺបន្លែបែបធម្មជាតិរបស់យើងចាបន្លែបែបក្នុងស្រុកតែម្ដងយើងធ្វើការលាងជាមួយនឹងអូសូនចាអូសូនសម្រាប់ពពុះសារជាតិគីមីអស់ហើយក៏យើងចាយើងមានជាមួយនឹងជីគ្រប់មុខបាទជាទូទៅសម្រាប់មុខម្ហូបដែលយើងប្រើជាមួយនឹងបន្លែស្រស់បាទគឺយើងត្រូវប្រើប្រាស់ជាមួយនឹងប្រព័ន្ធអូសូនដើម្បីដកយកសារធាតុពុលសារធាតុគីមីបាទចេញពីបន្លែទាំងអស់ហ្នឹងព្រោះអីយើងញ៉ាំស្រស់ញ៉ាំឆៅមែនទេបាទអញ្ចឹងគឺដើម្បីធានាបាននៅសុវត្ថិភាពម្ហូបអាហារញ៉ាំទៅគឺអត់មានធ្វើទុករាគរូសអីទេបាទព្រោះអីការដែលយើងធ្វើនេះគឺយើងធ្វើសម្រាប់យើងញ៉ាំហើយក្រុមការងាររបស់យើងបាទដើម្បីកុំឲ្យខាតពេលយូរយើងនាំគ្នាធ្វើទាំងអស់គ្នាដំបូងគេគឺយើងចាត់ជាមួយនឹងខាត់ណាបងប្អូនទាំងគ្នាណាជាមួយនឹងស្ពៃក្តោបបងប្អូនទាំងគ្នាអាចប្រើជាមួយចាយើងលាយគ្នាបានជាមួយនឹងពណ៌សហើយនឹងពណ៌ស្វាយចាដើម្បីឲ្យញ៉ាំរបស់យើងឃើញសោភ័ណភាពស្រស់ស្អាតយើងដាក់ពីរពណ៌អញ្ចឹងមកតំណងគួរឲ្យចង់ញ៉ាំដែរចាសម្រាប់តសក់នេះគឺយើងសាប់បែបនេះណាយើងសាប់បែបនេះដើម្បីឲ្យពេលដែលយើងចាត់ទៅគឺយើងមានបែបជាសរសៃឃើញស្អាតចាបន្លែដែលសំខាន់มันអាចចាអត់បានចាគឺជាសយងចេកណាចានេះគឺការ៉ុតណាបងប្អូនទាំងគ្នាការ៉ុតគឺយើងអាចចោលបានទេចាដោយសារការ៉ុតពេលដែលយើងប្រើនៅក្នុងការញ៉ាំបងប្អូនទាំងគ្នាគឺជួយលើកសម្រស់ចាជួយលើកសម្រស់ម្ហូបរបស់យើងកាន់តែស្រស់ស្អាតហើយគួរឲ្យចង់ញ៉ាំចាសម្រាប់តួឯកដែលសំខាន់នៅក្នុងមុខម្ហូបរបស់យើងថ្ងៃនេះចាគឺស្ដៅបងប្អូនទាំងគ្នាណាចាស្ដៅចាយើងស្រស់ហើយទីតយងចេកយើងក៏ហើយដែរបងប្អូនទាំងគ្នាគឺថាយើងធ្វើការលាងសម្អាតវាយ៉ាងស្អាតចាសម្រាប់មុខម្ហូបរបស់យើងថ្ងៃនេះគឺសំខាន់បំផុតគឺឃ្មុំអាំងបងប្អូនទាំងគ្នាណាញ៉ាំស្ដៅឃ្មុំអាំងឥឡូវយើងមកអាំងឃ្មុំទាំងអស់គ្នាបងប្អូនទាំងគ្នាឃ្មុំរបស់យើងគឺថាយើងបានដាក់អាំងហើយចានេះគឺចាជាឃ្មុំបងប្អូនទាំងគ្នាយើងអាំងបែបនេះហើយទើបយើងយកទៅធ្វើការញ៉ាំជាមួយនឹងបន្លែចាបន្លែដែលយើងបានធ្វើអំបញ្ញមិញបងប្អូនទាំងគ្នាចានេះគឺចាឃ្មុំដែលយើងកំពុងតែអាំងញ៉ាំរបស់យើងចាដើម្បីបន្ថែមរសជាតិញ៉ាំរបស់យើងកាន់តែឆ្ងាញ់បងប្អូនអាចបន្ថែមជាមួយនឹងសាច់ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានចាថ្ងៃនេះយើងមានជាមួយនឹងយើងបន្ថែមមួយនឹងសាច់ជ្រូក3ជាន់ស្ងោរបងប្អូនទាំងគ្នាណាចាហើយក៏យើងមានបន្ថែមជាមួយនឹង
ស្បែកត្រីបំពងចាស្បែកត្រីបំពងអានេះគឺស្បែកជ្រូកបំពងបងប្អូនទាំងគ្នាណាដើម្បីឲ្យញាំរបស់យើងចាមានរសជាតិកាន់តែឆ្ងាញ់បងប្អូនអាចបន្ថែមទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានបញ្ជាក់មួយទៀតសម្រាប់បងប្អូនដែលចូលចិត្តប្រភេទជាត្រីបងប្អូនអាចបន្ថែមជាមួយនឹងប្រភេទត្រីឆ្អើរបានតែសម្រាប់ថ្ងៃនេះចាពួកយើងបន្ថែមត្រឹមតែជាមួយនឹងសាច់ជ្រូក3ជាន់ណាយើងបន្ថែមមួយសាច់ជ្រូក3ជាន់អូខេចាសាច់យើងគឺថាយើងធ្វើការហាន់សាច់ហើយបងប្អូនទាំងគ្នាមានសាច់ជ្រូក3ជាន់ចាយើងធ្វើការហាន់ហើយមានប្រភេទស្បែកជ្រូកចាបន្ថែមរសជាតិបងប្អូនទាំងគ្នាឥឡូវគឺថារួចរាល់ហើយយើងមានទាំងបន្លែចាបងប្អូនទាំងគ្នាយើងមានទាំងបន្លែហើយនឹងសាច់ចាគឺមានទាំងព្រមតែម្ដងតែបើយើងធ្វើឲ្យអស់ហើយបងអូយតែនៅដល់ផ្លែស្រស់ហើយបាទអញ្ចឹងយើងលេខទុកបានលើសម្រាប់ធ្វើមកវិធីទៀតបាទអញ្ចឹងឥឡូវចូលដល់អីហ៎បងបន្លែធ្វើហើយទៅយើងដល់ផ្សំហ៎ឥឡូវយើងធ្វើបន្លែសាច់យើងធ្វើហើយអស់ហើយយើងចូលវគ្គគ្រឿងផ្សំអូខេអញ្ចឹងដាក់គ្រឿងផ្សំចូលបាទដាក់គ្រឿងផ្សំយើងមានជាមួយនឹងស្ករបាទស្ករចាសម្រាប់គ្រឿងនេះចាយើងលាយក្នុងបរិមាណសមរម្យណាចាបរិមាណសមរម្យទៅតាមរសជាតិដែលបងប្អូនត្រូវការចាបន្តទៅទៀតចាយើងមានជាមួយនឹងម្សៅស៊ុបរបស់គ្នាណាម្សៅស៊ុបបងប្អូនអាចជ្រើសទៅតាមប្រភេទដែលបងប្អូនពេញចិត្តចាសំខាន់តិចបងអានេះម្សៅស៊ុបនេះរបស់យើងឬក៏របស់គេចាម្សៅស៊ុបនេះគឺជាផលិតផលរបស់កូនខ្មែរអ្នកផលិតចាចាំបញ្ជាក់បងប្អូនណាគឺមិនមែនរបស់តែលេខ2លេខ3ទេណាបាទគឺផលិតផលរបស់ខ្មែររបស់យើងបាទគឺម្សៅស៊ុបខ្មែររបស់យើងចាបន្តមកទៀតបងប្អូនទាំងគ្នាយើងមានជាមួយនឹងប៊ីចេងចាប៊ីចេងបច្ចៈណាបងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំចាបងប្អូនអាចដាក់បានចាសម្រាប់ថ្ងៃនេះនាងខ្ញុំដាក់ដែរតែដាក់តិចបាទចាយើងប្រើកម្រិតតិចច្រើនđấyតាមចំណង់ចំណូលចិត្តឬក៏អត់អ្នកអត់ញ៉ាំប៊ីចេងគឺបាច់ប្រើក៏បានដែរបាទអត់ចាំបាច់ទេបាទឥឡូវនេះយើងធ្វើការលាយជាមួយនឹងគ្រឿងប៊ីចេងស្ករយើងរួចរាល់ហើយឥឡូវសម្រាប់ទឹកប្រហុកចាយើងមានជាមួយនឹងការឧបត្ថម្ភពីយ៉ាមី KA Food បងប្អូនទាំងគ្នាណាចាចឹងយើងថ្ងៃនេះគឺខ្ញុំប្រើជាមួយនឹងម្ចាស់ sponsor បងប្អូនទាំងគ្នានិយាយទៅទឹកប្រហុកយ៉ាមី KA Food គឺសម្រាប់អ្នកដែលគាត់មិនចូលចិត្តប្រហុកគាត់ញ៉ាំបានដែរព្រោះរសជាតិវារាងស្រាលក្លិននិយាយទៅគឺអត់ទឹកពេកទេគឺកាលឃើញមកល្មមណាអញ្ចឹងគឺអាចដាក់តិចច្រើននៅតាមចំណូលចិត្តគឺសម្រាប់អ្នកចេះញ៉ាំប្រហុកក៏អត់អីដែរបាទការជំនាញបន្ទាប់ទៀតគឺយើងលាយជាមួយនឹងសាច់បងប្អូនទាំងគ្នាណាហើយបញ្ជាក់សាច់នេះដាក់ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានតែថ្ងៃនេះនាងខ្ញុំជ្រើសបន្ថែមរសជាតិជាមួយនឹងការមានសាច់ជ្រូក3ជាន់ការយើងបន្ថែមជាមួយនឹងចាយើងមានប្រភេទជាស្បែកជ្រូកនេះគឺមានចម្រុះតែម្ដងបាទគឺមានសាច់ជ្រូក3ជាន់ស្បែកជ្រូកស្បែកត្រីចាការនេះគឺតួឯករបស់យើងចេញហើយបងប្អូនទាំងគ្នាញោមស្ដៅថ្ងៃនេះគឺពិសេសគឺខ្មុំចាឥឡូវនេះខ្មុំយើងគឺបានឆ្អិនរួចរាល់ហើយយើងធ្វើការលាយធ្វើការលាយជាមួយនឹងខ្មុំចាលាយជាមួយខ្មុំទាំងអស់គ្នាចាសម្រាប់សាច់ខ្មុំនេះបងប្អូនទាំងគ្នាយើងអាចស្ងោរក៏បានអាំងក៏បានអូសម្រាប់ញោមខ្មុំអាំងរបស់យើងគឺបានជិត80%ហើយបាទក្រូចឆ្មាជាមួយនឹងខ្ទឹមក្រហមអត់ទេបងnênយើងធ្វើការច្បាច់ពុតច្បាស់ណាទៅយើងមួយទៀតណាទៅក្រហមការបន្ថែមជាមួយនឹងជីហើយនឹងម្ទេសការនេះម្ទេសតែมันអាចអត់បានចាស់គឺសណ្ដែកដីបងប្អូនទាំងគ្នាណាញោមបើអត់សណ្ដែកដីគឺអត់មានរសជាតិតែម្ដងអូខេចាញោមរបស់យើងគឺថាហើយបងប្អូនទាំងគ្នាចាគឺយើងបានធ្វើហើយចាំដល់វគ្គដែលយើងចាភ្លុកទាំងអស់គ្នាចុងភៅអ្នកធ្វើចាគឺថាភ្លុកបែបនេះដល់ភ្លុកទាំងអស់គ្នាណាបងប្អូនងាញ់អូខេខ្ញុំម្ដងបាទអត់ត្រឹមទេអត់ទៅខ្ញុំខំទេខ្ញុំនិយាយទៅខំខ្ញុំចាញ់ខ្លួនណានេះតែនេះអីបាទអត់ធំក្លិនប្រហុកទេបាទអត់ធំក្លិនប្រហុកទេហើយរសជាតិ
គឺរសជាតិដែលខ្ញុំចង់បានបាទគឺរសជាតិផ្អែមប្រៃហឹរជូរដិតតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ញ៉ាំគេហៅថាញ៉ាំស្ដៅបាទដែលមានរសជាតិឆ្ងាញ់អាចធ្វើតាមវិធីនេះបានគេបងប្អូនសម្រាប់រូបមន្តទី1ដែលគេថារូបមន្តផ្លូវវាងផ្លូវត្រង់បាទគឺយើងបានធ្វើរួចហើយបាទដូនតាបាទហ្នឹងគឺរូបមន្តពីខាងណាវិញបងខាងកំពង់ចាមអូតែកំពង់ចាមវាឃើញអញ្ចឹងណាអូអញ្ចឹងបងប្អូនបានឃើញទេតាំងពីនិយាយទៅពីការរៀបចំបន្លែរហូតដល់សម្រាប់បាទឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនជាមួយនឹងរូបមន្តគេថាបែបផ្លូវកាត់បាទអញ្ចឹងតោះចង់ដឹងថាបែបផ្លូវកាត់ហ្នឹងមិនវិញ